និភ័យនៃការលើសទម្ងន់ដាច់សរសៃឈាមខួរក្បាលមានជំងឺផ្លូវដង្ហើមការកាំងបេះដូងវាសួរអ្នកនរគ្នាថ្ងៃនេះយើងមកនិយាយអំពីហានិភ័យនៃការលើសទម្ងន់អញ្ចឹងអ្នកនរគ្នាអ្នកខ្លះគាត់យល់ថាការលើសទម្ងន់គ្រាន់តែធ្វើឲ្យយើងហត់ឬមួយក៏ធ្ងន់ខ្លួនតែម្យ៉ាងប៉ុណ្ណឹងទេប៉ុន្តែការលើសទម្ងន់គឺវាធ្វើឲ្យយើងមានហានិភ័យជាច្រើនដែលអ្នកនរគ្នាគួរតែស្វែងយល់ដើម្បីការពារសុខភាពរបស់គ្នាអញ្ចឹងហានិភ័យទី1គឺវាធ្វើឲ្យយើងដាច់សរសៃឈាមខួរក្បាលទី2មានជំងឺផ្លូវដង្ហើមទី3ការកាំងបេះដូងទី4ផ្លាញ់រោមថ្លើមទី5គ្រោះក្នុងប្រមាត់ទី6អកមួមផ្លូវភេទមិនប្រក្រតីក៏ដូចជារដូវមន្ទៀងនិងអសមត្ថភាពផ្លូវភេទទី7មានបញ្ហាទៅលើឈាមទី8ធ្វើឲ្យរលាកសន្លាក់ទី9ធ្វើឲ្យលើសជាតិខ្លាញ់ទី10ទឹកនោមផ្អែមទី11ខូចទ្រង់ទ្រីជើងដែលជើងរបស់យើងធ្លាប់តែស្លីមវាប្រែមកជាធំទី12វាធ្វើឲ្យមានជំងឺសន្លាក់ជង្គង់ហេតុអីវាធ្វើឲ្យយើងមានជំងឺសន្លាក់ជង្គង់ដោយសារតែគីឡូយើងធ្ងន់អញ្ចឹងជង្គង់របស់យើងវាទ្រាំទ្រនឹងគីឡូរបស់យើងអញ្ចឹងអ្នកនរគ្នាបើសិនជាអ្នកនរគ្នាមានអារម្មណ៍មួយថាខ្លួនឯងកំពុងតែលើសគីឡូហើយអ្នកនរគ្នាគួរតែរៀបចំការរស់នៅរបស់គ្នាសារឡើងវិញទៅលើរបបអាហាររបស់គ្នាញ៉ាំប្រចាំថ្ងៃក៏ដូចជាការគេងការញ៉ាំទឹករបស់គ្នាព្រោះការសម្បកគីឡូអ្នកនរគ្នាមិនចាំបាច់ទៅបង្អត់អាហារមិនចាំបាច់ទៅលេបថ្នាំសម្បកគីឡូឬក៏ចំហួយស្រកគីឡូឬក៏កាហ្វេសម្បកគីឡូដែលវាធ្វើឲ្យប៉ះពាល់ដល់សរីរាង្គកាយខាងក្នុងរបស់អ្នកនរគ្នាអញ្ចឹងការសម្បកគីឡូអ្នកនរគ្នាគ្រាន់តែយើងរៀបចំទៅលើការញ៉ាំរបស់យើងបានត្រឹមត្រូវហើយការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ទៅលើរាងកាយនីមួយៗដែលរាងកាយរបស់យើងត្រូវការហើយយើងគេងឲ្យបានគ្រប់គ្រាន់អ្នកនរគ្នាទទួលបានលទ្ធផលមួយដែលអត់ចាំបាច់ពិបាកវេទនាឬក៏ហត់ទេព្រោះដោយសារអីអ្នកនរគ្នាយើងតបថ្ងៃគឺមានអ្នកដែលគាត់រវល់ធ្វើការរកស៊ីច្រើនតែគាត់អត់មានពេលវេលាហាត់ប្រាណទេអញ្ចឹងយើងមានតែធ្វើវិធីសាស្ត្រមួយដែលវាជួយដល់សុខភាពយើងអ្នកនរគ្នាអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាចាប់អារម្មណ៍ទៅលើគីឡូខ្លួនឯងហើយចាប់ផ្ដើមការរៀបចំទៅលើការសម្បកគីឡូរបស់គ្នាចាប់ពីពេលនេះតទៅកុំចាំស្អែកអ្នកនរគ្នាព្រោះនៅពេលយើងមានបញ្ហាក៏វាអត់ចាំយើងដែរអូខេបាយបាយជំរាបលាអ្នកនរគ្នាជំរាបលា